អូខេសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជាវីដេអូរបៀបនៃការបង្កើតបុគ្គលិកម្ដងបានច្រើនអ្នកអញ្ចឹងដើម្បីបង្កើតបុគ្គលិកម្ដងបានច្រើនអ្នកបានអ្នកទាំងអស់គ្នាគ្រាន់តែចូលមកកាន់ system របស់អ្នកទាំងអស់គ្នាមកបន្តមកទៀតសូមចុចពីថា setup ហើយយក employee នេះមកបាទអញ្ចឹងបន្តមកទៀតចុចពីថា import អញ្ចឹងនៅកន្លែង import នេះអ្នកទាំងអស់គ្នាត្រូវចុចពីថា download template បាទអញ្ចឹងនេះគឺជាគម្រោង template ជា file Excel ពីខាងខ្ញុំទៅបាទអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែបញ្ចូលព័ត៌មានរបស់អ្នកទាំងអស់គ្នានៅក្នុង file ហ្នឹងមកបាទអញ្ចឹងឧទាហរណ៍តែខ្ញុំបញ្ចូលបុគ្គលិកតែ2នាក់ទេខ្ញុំសូមលុបចោលនេះទៅបាទខ្ញុំចោលទេបន្តមកទៀតនៅកន្លែងនេះខ្ញុំដាក់មកឈ្មោះបាទហើយ ID របស់ពួកគាត់បាទអញ្ចឹងនៅកន្លែងហ្នឹងអ្នកទាំងអស់គ្នាត្រូវចាំថា column ណាដែលមានពណ៌ក្រហមអ្នកទាំងអស់គ្នាត្រូវតែបញ្ចូលព័ត៌មាន column ណាដែលអត់មានពណ៌ក្រហមអ្នកទាំងអស់គ្នាអាចរំលងចោលក៏បានដែរអញ្ចឹងដាក់ page ថ្ងៃខែឆ្នាំកណាត់ចំពោះថ្ងៃខែឆ្នាំកណាត់អ្នកទាំងអស់គ្នាត្រូវដាក់ជាឆ្នាំខែថ្ងៃបាទលេខទូរស័ព្ទបាទហើយអានេះគឺ brand បាទគឺជាឈ្មោះសាខារបស់គាត់បាទអញ្ចឹងខ្ញុំសូមលុបចោលហើយខ្ញុំបកចូលមកកាន់ system Genmi វិញដើម្បីមើលបាទអញ្ចឹងនេះខ្ញុំចុចមកកាន់រូប logo ក្រុមហ៊ុនមកដើម្បីមើលឈ្មោះសាខាហ្នឹងបាទអញ្ចឹងនេះអ្នកទាំងអស់គ្នាឃើញហើយពាក្យថា brand name បាទអញ្ចឹង copy មកអញ្ចឹងបើសិនជាបុគ្គលិកមិញហ្នឹងបាទ staff admin ហ្នឹងគាត់នៅសាខាមួយណាផាសគាត់ចូលឡើងហ្នឹងមកបាទចូលទៅគាត់នៅសាខា demo បាទអញ្ចឹងដាក់ demo អញ្ចឹងទៅបាទហើយបុគ្គលិកទី2ដូចគ្នាដែរគឺនៅ demo ដូចគ្នាដែរដាក់ demo ដូចគ្នាមកហើយបន្តមកទៀតឥឡូវខ្ញុំចូលមកទៀតបើសិនជាករណីបុគ្គលិកអ្នកនឹងយើងចង់ឲ្យគាត់ scan បានច្រើនសាខាយើង copy ឈ្មោះសាខាផ្សេងទៀតមកហើយយើងយកមកដាក់នៅកន្លែង other brand ចុះផាសហ្នឹងមកបាទអញ្ចឹងបើសិនជាចង់ឲ្យ scan បានទាំង2សាខាហ្នឹងទៀតចឹងនេះអ្នកនរឲ្យតែវារៀងធំនេះមកហើយដាក់សញ្ញាក្បៀសមួយមកបាទដាក់សញ្ញាក្បៀសហើយទៅ copy សាខាមួយទៀតមកបាទនេះចឹង copy ហើយយកមកផាសហ្នឹងមកគឺបានហើយបាទហើយអ្នកផ្សេងបើសិនជា scan ដូចគ្នាដែរដាក់ដូចគ្នាដែរមកចឹងកន្លែងនេះគឺជាទូនាទីរបស់គាត់បាទ position របស់គាត់កន្លែងនេះគឺជា department របស់គាត់បាទដាក់ department គាត់មកហើយនេះគឺជា manager របស់គាត់បាទអញ្ចឹងបើសិនជាបុគ្គលិក A គាត់គឺជា manager របស់បុគ្គលិក B copy ឈ្មោះបុគ្គលិក A ហើយយកមកផាសកន្លែងហ្នឹងមកអញ្ចឹងនៅពេលដែលបុគ្គលិក B គាត់ធ្វើការស្នើសុំច្បាប់គឺវានឹង load ចូលទៅកាន់ app នៅក្នុងទូរស័ព្ទដៃរបស់បុគ្គលិក A ដើម្បីឲ្យគាត់ approve ហើយនឹង reject ឲ្យបាទហើយ CC ដូចគ្នាដែរដាក់ឈ្មោះ CC គាត់មកបាទថ្ងៃដែលគាត់ចូលទៅការហើយនឹងម៉ោងដែលគាត់ scan ចេញចូលចឹងទៅបាទអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នា scan តែ2ដងទេអញ្ចឹងដាក់តែពីខាងមុខនេះទៅក៏បានដែរបាទគឺម៉ោងចុះហើយនឹងចេញបាទហើយបើសិនជាករណី scan 4ដងអញ្ចឹងដូចគ្នាដែរបាទដាក់ទាំង4ប្រឡោះហ្នឹងមកបាទបន្តមកទៀតធ្វើការ save file នឹងទុកមកបាទអញ្ចឹងខ្ញុំសូម save file ហ្នឹងទុកនៅកន្លែង folder នេះមួយបាទបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវចូលមកកាន់ system វិញបាទហើយចុចពីថា setup យក employeeនៅកន្លែងនេះចុចពីថា import ម្ដងទៀតមកហើយចុចពីថាប្រើបាទទៅរក file មិញហ្នឹងបាទអញ្ចឹង file មិញខ្ញុំទុកនៅក្នុង Genmi បាទនេះឈ្មោះ file ហ្នឹងខ្ញុំចុចរើស file ហ្នឹងហើយខ្ញុំចុច generate មកគឺបានហើយបន្តមកទៀតខ្ញុំចុចពីថា generate ម្ដងទៀតបាទអញ្ចឹងឥឡូវនេះគឺឈ្មោះបុគ្គលិក2នាក់ហ្នឹងគឺបានចូលមកក្នុង system ទៀតហើយបាទ